วัสดีจ้าទាំងអស់គ្នាថ្ងៃនេះយើងរៀនអំពីដួងดาวនៅលើបាតដៃអញ្ចឹងដៃរបស់យើងហ្នឹងគឺមានដួងดาวនៅលើនឹងទាំងអស់គ្នាណាទាំងអស់គ្នាមើលតាមលេខដែលម៉ៅគូគឺដៃនាងហ្នឹងគឺดาวព្រះអាទិត្យគឺតំណាងលេខ1លេខ1គឺព្រះអាទិត្យណាអញ្ចឹងទៅព្រះអាទិត្យគឺតំណាងឲ្យកិត្តិយសគេឈ្មោះភាពល្បីល្បាញអាហ្នឹងអញ្ចឹងណាតមកលេខ2គឺดาวច័ន្ទดาวនៃសេចក្តីស្នេហាดาวនៃការភាពទន់ភ្លន់ការចរចាការនិយាយដែលធ្វើឲ្យគេស្រឡាញ់អាណិតយើងអាហ្នឹងអញ្ចឹងហើយលេខ3គឺดาวអង្គារគឺការតស៊ូការខិតខំប្រឹងប្រែងឧស្សាហ៍ព្យាយាមអំណត់អត់ធន់ดาวលេខ4គឺនៅលើដៃកូនគឺគាត់នឹងបកកែនិយាយបកកែចរចាឲ្យគាត់នឹងរស់ស៊ីគឺពាក់ព័ន្ធនឹងការលក់ផ្នែកលក់ទាំងអនឡាញវីដេអូផ្នែកលក់អីគឺគាត់ធ្វើបានយ៉ាងជោគជ័យគាត់ឆ្លាតមែនទែនណាតមកលេខ5លេខ5នេះគឺជាดาวពហុดาวពហុនេះគឺดาวគ្រូអញ្ចឹងអ្នកណាដែលគាត់មានដៃដ៏ស្អាតនៅនឹងមានកញ្ចៅមានអីហ្នឹងគឺមានន័យថាគឺគាត់នឹងគឺនឹងកើតមកដើម្បីខ្លាចជាគ្រូគេបរិញ្ញាគេតមកดาวលេខ6ดาวលេខ6គឺសេចក្តីសុខហើយអំណាចបុណ្យស័ក្តិបារមីណាមេដឹកនាំហើយមានសេចក្តីសុខច្រើនគឺดาวគ្រួសារអញ្ចឹងទៅបើសិនជាអ្នកណាមានអាគុតខ្យងហ្នឹងនៅดาวលេខ6គឺមានន័យថាអ្នកហ្នឹងគឺពោពេញដោយអំណាចកិត្តិយសទៅថ្ងៃអនាគតតមកดาวលេខ7លេខ7មានន័យថាគឺดาวសៅរ៍ดาวសៅរ៍គឺមានន័យថាទ្រព្យសម្បត្តិការគង់វង្សអចលនទ្រព្យបើសិនជាគាត់ហ្នឹងមានគុតខ្យងនៅดาวសៅរ៍ដៃកដាលហ្នឹងគឺមានន័យថាគាត់នឹងមានទ្រព្យសម្បត្តិចៃកូនចៃចៅកន្លែងហ្នឹងហើយតមកលេខ8លេខ8នៅកន្លែងនេះហ្នឹងគឺดาวរាហូดาวរាហូគឺគ្រួសារសេចក្តីស្នេហាសេចក្តីស្រឡាញ់នៅកន្លែងនេះណាតមកលេខ0លេខ0នៅកណ្ដាលបាតដៃតែម្ដងណាអញ្ចឹងទៅគឺលេខ0នៅកណ្ដាលបាតដៃបើសិនជាខ្សែជីវិតខ្សែបាតដៃណាកាត់មកមិនហួសទៅដល់លេខ0មានន័យថាអ្នកនឹងពាក់កណ្ដាលជីវិតអ្នកនឹងគឺមានការកើតទុកអ្នកនឹងមានផ្លាស់ទីលំនៅអញ្ចឹងទៅអានឹងគឺគេទីបែបហ្នឹងណាតមកលេខ9លេខ9គឺดาวព្រះកេតុអញ្ចឹងดาวព្រះកេតុមានន័យថាគឺดาวវត្ថុស័ក្តិសិទ្ធិអញ្ចឹងវត្ថុស័ក្តិសិទ្ធិហ្នឹងគឺនឹងជួយឃុំក្រងការពារយើងប៉ុន្តែយើងត្រូវចេះថែមថយវាតាមនឹងត្រូវចេះសូត្រធម៌រក្សាសិលដើម្បីឲ្យดาวមានកម្លាំងអញ្ចឹងទៅនេះគឺជាតម្រានៅក្នុងការមើលបាតដៃអញ្ចឹងទាំងអស់គ្នាត្រូវមកដឹងដៃណាดาวអីគេដៃណាดาวអីគេបើទាំងអស់គ្នាដឹងហើយចេះហើយទាំងអស់គ្នាអាចទៅជួយខ្លួនឯងបានអានឹងហើយគឺជាវិជាឆ្លឹងឆ្អឹងដែលជាវិជាបុរាណដែលកម្ពុជាវិជាដែលទាំងអស់គ្នាគ្រាន់តែមើលដៃអ្នកនរគ្នាដឹងជាតាកម្មរបស់គេតែម្ដងណាឥឡូវនេះម៉ែបានបរៀនកូនចប់មួយវគ្គហើយអញ្ចឹងយើងជួបគ្នានៅវគ្គបន្តទៀតចាសวัสดีค่ะ